ប៉ោយប៉ែតទីក្រុងដែលធ្លាប់ល្បីឈ្មោះជាម៉ាកៅទី2ឥឡូវស្ងាត់ជ្រងំក្រោយយោធាថៃបើកការឈ្លានពាននិងបង្ក្រាបស្គមទូរទស្សនិកជនទីក្រុងកាស៊ីណូដ៏ល្បីល្បាញមួយរបស់កម្ពុជានៅភាគខាងលិចដែលធ្លាប់តែមានមនុស្សម្នាចម្រុះជាតិសាសន៍ដើរកោះកមូមីពេញផ្លូវស្ទើររកខ្យល់ដកដង្ហើមមិនរួចពេលនេះបែរជាមកស្ងាត់ជ្រងំគ្មានភ្ញៀវបរទេសមកលេងកម្សាន្តនិងមកលេងល្បែងកាស៊ីណូដូចពេលមុនទៀតឡើយចាប់តាំងពីយោធាថៃបើកការឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានិងការចុះប្រតិបត្តិការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញស្កេមពីសំណាក់អាជ្ញាធរសមត្ថកិច្ចប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតមួយចំនួនធំបានត្អូញត្អែអំពីការធ្លាក់ចុះយ៉ាងគំហុកនៃការប្រកបមុខរបររកស៊ីរបស់ពួកគាត់នោះក៏ព្រោះតែគ្មានភ្ញៀវបរទេសចេញចូលដូចមុនឯព្រំដែនកម្ពុជាថៃក៏ត្រូវបានបិទធ្វើឲ្យជីវភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងទីក្រុងដ៏ទំនើបស៊ីវិល័យមួយនេះជួបនៅការលំបាកជាខ្លាំងអាជីវករលក់ដូរនៅផ្សារអាកៈនិងផ្សារត្រីបានថ្លែងប្រាប់ SBM News ឲ្យដឹងថាបច្ចុប្បន្នអាជីវករលក់ដូរបានតែប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតខ្លួនឯងប៉ុណ្ណោះសម្រាប់ភ្ញៀវបរទេសវិញគឺមិនមានទៀតទេចាប់តាំងពីយោធាថៃបើកការវាយប្រហារឈ្លានពានមកលើប្រទេសកម្ពុជានិងជាពិសេសការចុះបង្ក្រាបស្កេមអនឡាញខ្មៅដែលរត់មកពួនជ្រកក្នុងក្រុងប៉ោយប៉ែតពីសំណាក់អាជ្ញាធរសមត្ថកិច្ចដ៏ក្តៅគគុកកន្លងមកបានធ្វើឲ្យអាជីវកម្មស្របច្បាប់ដូចជាកាស៊ីណូលេងផ្ទាល់កាស៊ីណូអនឡាញនិងអាជីវកម្មហ្គេមអនឡាញសដទៃទៀតត្រូវដួលរលំព្រោះភ្ញៀវបរទេសទាំងនោះភ័យខ្លាចមិនហ៊ានទៅលេងល្បែងក្នុងក្រុងប៉ោយប៉ែតទៀតឡើយចំណែកបងប្អូនអាជីវករលក់ដូរផ្សេងទៀតនៅតំបន់ដើមស្រល់បានឲ្យដឹងថាមុនផ្ទុះសង្គ្រាមកើតឡើងពួកគាត់ធ្លាប់លក់ដូរដាច់ណាស់ព្រោះមានភ្ញៀវបរទេសចម្រុះជាតិសាសន៍ដើរលេងនិងទិញអីវ៉ាន់ពេញតូបក្នុងមួយថ្ងៃដោយមានទាំងភ្ញៀវទេសចរមកលេងកម្សាន្តផងដែរនិងជនបរទេសជាបុគ្គលិកបម្រើការងារនៅកាស៊ីណូផងពួកគេតែងតែមកទិញអីវ៉ាន់ជាសម្លៀកបំពាក់អាហារហូបចុកនិងជួបជុំគ្នាទទួលទានអាហារពេលយប់យ៉ាងកក្រឹកកក្រែងពលគឺពលរដ្ឋខ្មែរអាចធ្វើអាជីវកម្មរបស់ខ្លួន24ម៉ោងលើ24ម៉ោងជួយឲ្យការប្រកបអាជីវកម្មបានគ្រប់ប្រភេទទាំងអស់ប៉ុន្តែពេលនេះជនបរទេសទាំងនោះភ្ញៀវនិងបុគ្គលិកកាស៊ីណូបានវិលត្រឡប់ទៅស្រុកកំណើតវិញព្រោះភ័យខ្លាចពីសុវត្ថិភាពតខ្លួនខណៈខ្លះទៀតត្រូវអាជ្ញាធរចាប់ខ្លួនបន្ទាប់ពីពួកគេជាប់ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញស្កេមអាចខ្លះឈប់ធ្វើការតែម្ដងព្រោះតែភ័យខ្លាចនឹងការបាញ់ប្រហាររបស់យោធាថៃដែលបានបើកការឈ្លានពានលើប្រទេសកម្ពុជានាពេលកន្លងមកកត្តាទាំងនេះហើយធ្វើឲ្យទីក្រុងប៉ោយប៉ែតបច្ចុប្បន្នដែលធ្លាប់ល្បីឈ្មោះជាទីក្រុងម៉ាកៅទី2នៅកម្ពុជាប្រែក្លាយមកជាទីក្រុងស្ងាត់ជ្រងំវិញហើយក៏មិនដឹងថាថ្ងៃណាមានមនុស្សម្នាដូចមុនវិញដែរខណៈវិបត្តិព្រំដែននៅបន្តអូសបន្លាយបែបនេះជាការលើកឡើងរបស់ក្រុមអាជីវករលក់ដូរនៅតំបន់កាស៊ីណូក្រុងប៉ោយប៉ែតទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតែផ្ដល់ក្តីសង្ឃឹមលើរាជរដ្ឋាភិបាលកម្ពុជាថាអាចនឹងដោះស្រាយវិបត្តិនេះជូនប្រជាពលរដ្ឋរស់នៅទីក្រុងប៉ោយប៉ែតបានមិនខានជាមួយគ្នាប្រជាពលរដ្ឋក្រុងប៉ោយប៉ែតក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសថៃទោះបីជាយោធាថៃបច្ចុប្បន្នកំពុងគ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់អន្តរជាតិតែការជ្រើសរើសយកយន្តការដោះស្រាយដោយការចរចាគឺជាជម្រើសមួយដ៏ល្អបំផុតដែលអាចបញ្ជៀសបាននៅការផ្ទុះអាវុធនាំឲ្យមានការបាត់បង់អាយុជីវិតពលរដ្ឋស្រុតត្រង់និងយោធាទាំងសងខាង